លោកចេនបរោះចំណាស់នៅក្នុងទីធ្លាខាងក្រោយសូមរងចាំនៅក្នុងបន្ទប់ស្ងាត់មួយតែម្នាក់ឯងដំណើរកំសាន្តមួយខ្ញុំយល់ហើយមានរឿងអ្វីកើតឡើងអរគុណសម្រាប់ការបង្ហាញផ្លូវដល់យើងអ្នកបម្រើចេនយ៉ាងអ្នកទាំងអស់គ្នារងចាំខ្ញុំនៅទីនេះកុំញញែងធានាថាបានJunior Chen យ៉ាងសូមអបអរសាទរដល់ Idol Hill ជីតាក្នុងឱកាសខួបកំណើតគម្រប់100ឆ្នាំរបស់លោកតាសូមជូនពរលោកតាឲ្យជួបតែសំណាងល្អនិងអាយុយឺនយូរដូចគាត់ដែរដូចជាម្ចាស់របស់អ្នកកាលពីគាត់នៅក្មេងគាត់កំពុងអង្គុយខណៈពេលដែលគាត់កំពុងសម្លឹងមើលនៅពេលនោះ30ឆ្នាំមុនខ្ញុំបានរងទុក្ខដោយជំងឺចម្លែកមួយថ្នាំពោលជីវិតព្យួរដោយខ្សែស្រឡាយ Zayangdale ការប្រើប្រាស់ម្ជុល Gaiman 13រយៈពេលយូរខ្ញុំត្រូវបានផ្ដល់ជីវិតទី2បូជាចាឲ្យសាសនាតាបានបង្ហាញសេចក្តីសប្បុរសដូចគ្នានឹងការកសាងឡើងវិញភារកិច្ចរបស់លោកគ្រូឆាងយុនជាវិជ្ជបណ្ឌិតបរិសុទ្ធចំណាស់នោះបានទទួលពរជ័យដោយសំណាងធំកូនរបស់លីងឡុងគឺជាចៅទូតរបស់ខ្ញុំស្រីក៏ជាឈ្មោះคล้ายៗរបស់សាសនាតាវសៀងផងដែរសិស្សពូជាចាសាសនាតាវធ្លាប់បានមានប្រសាសន៍ថានាគវិញ្ញាណមានខ្សែបន្ទាត់សួនយិនត្រូវបានកាត់ផ្តាច់មនុស្សម្នាក់មិនអាចរស់នៅលើពី20បានទេ10បូជាចាសាសនាតាវបាននិយាយថាមិត្តវ័យក្មេងវិធីអនុវត្តរបស់អ្នកគឺដើម្បីដោះស្រាយបញ្ហាកកស្ទះប្រព័ន្ធពិសេសមួយគឺត្រូវការស្ត្រីនោះបានផ្ដល់ជំនួយដល់នាគវិញ្ញាណត្រូវការផ្លូវព្រះអាទិត្យក្រហមរាងកាយធ្វើឲ្យយិននឹងយ៉ាងសុខដុមរមនាលោកម្ចាស់តើលោកចង់មានន័យយ៉ាងណាខ្ញុំមានអាយុជាង100ឆ្នាំហើយខ្ញុំគ្រាន់តែសង្ឃឹមថាសូមវិញ្ញាណអខននាគរីកបានទៅកាន់សុវត្ថិភាពនិងសេចក្តីសុខមិត្តវ័យក្មេងនិងនាគវិញ្ញាណគឺពិតជាឋាន Superman វាជាសហជីពនៃភាពងាយស្រួលអ្នកជួយសង្គ្រោះជីវិតរបស់គាត់វាស្នាវានឹងជួយអ្នកឲ្យឆ្លងកាត់គ្រួសារហ៊ីវក៏អាចក្លាយជាគ្រួសាររបស់ឈៀរីវផងដែរការគ្រប់គ្រងលោកគ្រូចាស់មានចិត្តល្អណាស់ហើយលោកគ្រូក៏មានសុខភាពល្អដែរយុវជនជំនាន់ក្រោយយល់ហើយទោះជាយ៉ាងណាក៏ដោយបញ្ហានេះទាក់ទងនឹងនាគវិញ្ញាណសុភមង្គលពេញមួយជីវិតរបស់កញ្ញាខ្វានតើខ្ញុំអាចទ្រាំទ្រនឹងពាក្យល្អរបស់ក្មេងជំទង់ដោយរបៀបណាយុវជនគួរតែប្រយ័ត្នចំពោះអ្វីដែលពួកគេនិយាយសៀវមីងដាសមាជិកក្មេងជាងគេនៃគ្រួសារសៀវការបង្ហាញស្នាដៃពិតប្រាកដដោយខៃបេឆេបូករួមទាំងលុបរូបភាពចេញសូមអបអរសាទរលោកហ៊ីវអបអរសាទរខួបកំណើតគម្រប់100ឆ្នាំរបស់គាត់ចុះលោកគ្រូចេញវិញគាត់គឺលោកគ្រូហួរលោកគ្រូចាស់បានអញ្ជើញខ្ញុំដោយផ្ទាល់ទេតើអ្នកបានរៀបចំអំណោយដ៏សប្បុរសអ្វីអូឬក៏អ្នកមកដោយដៃទេ Junior Chen យ៉ាងបង្ហាញថេស៊ូចិត្តណារបស់មេដឹកនាំនិកាយចុះខ្ញុំវិញតើអ្នកបានធ្វើរឿងនេះទេអ្នកហ៊ានវាយខ្ញុំមែនទេឈប់នេះជាលិខិតមួយច្បាប់ពីប្រធាននិកាយតៃស៊ូវត្ថុនេះអាចត្រូវបានដាក់ជូនទៅកាន់ច្រកទ្វារតៃស៊ូសូម្បីតែសំណើសុំអំណោយដល់សប្បុរសណាមួយក៏ដោយវានឹងពន្យាអាយុជីវិតរបស់មនុស្សម្នាក់10ឆ្នាំពន្យាអាយុជីវិតដល់10ឆ្នាំច្រកទ្វារតៃស៊ូនេះគឺជាកន្លែងដែលអ្នកបើកបរច្រកទ្វារត្រួតពិនិត្យរៀងដូចសត្វសាហាវនៅក្នុងហ្គេមសូមអរគុណដល់សាច់ញាតិនិងមិត្តភ័ក្តិទាំងអស់ដែលបានមកពេលវេលាដែលនៅសល់នឹងត្រូវដោះស្រាយដោយលីងដងបានធ្វើការរៀបចំនេះគឺផ្កាឈូកព្រិលអាយុ1000ឆ្នាំមែនហើយនេះជាអំណោយសម្រាប់លោកចេនអ្នកស្រីហ៊ួយពិតជាមានចិត្តទូលីមែនសកម្មភាពរបស់គ្រួសារហ៊ូមិនចាំបាច់មានអ្នកខាងក្រៅមកអើពើទេអាហារបំពន់ដែលផលិតដោយមនុស្សដោយទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ដ៏អស្ចារ្យថ្ងៃនេះមេងលោបានខ្ញុំចង់ប្រកាសអ្វីមួយការប្រកួតក្បាច់គុនយុវជនឆ្នាំនេះជើងឯកនឹងក្លាយជាអនាគតរបស់ខ្ញុំគូដណ្ដឹងអ្វីស្វាមីមិនទាន់រៀបការតើអ្នកណាចាប់អារម្មណ៍ខ្លាំងម្ល៉េះចេញយ៉ាងមកជាមួយខ្ញុំវានិយាយអំពីចំណាប់អារម្មណ៍របស់ខ្ញុំម្ដងទៀតឆេនយ៉ាងតើអ្នកនឹងហ៊ីវលេងឡងតើអ្វីទៅជាអាចកំបាំងហ៊ីវលេងឡងគឺជាចៅហ្វាយរបស់ខ្ញុំសៀងគូដណ្ដឹងដែលត្រូវបានតែងតាំងរបស់បូជាចាយតាវវាក៏ជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំផងដែរសោដើម្បីកេរ្តិ៍ឈ្មោះគ្រួសារហ៊ូសូមឲ្យខ្ញុំឈ្នះអំណោយនៃកាត់ប្រកែកជើងឯកដូច្នេះតើឆេវីគួរធ្វើអ្វីតើអ្នកនឹងក្បត់គាត់ទេអ្នកគួរតែយល់ថាយើងពិសេសការដាំដុះមនុស្សដែលមានរដ្ឋធម្មនុញ្ញពិសេសបច្ចេកទេសនិងមានទិដ្ឋភាពពិសេសមួយចំនួនលោកគ្រូខ្ញុំធ្លាប់និយាយថាបើនៅក្នុងមុនពេលខ្ញុំមានអាយុ30ឆ្នាំខ្ញុំពិតជានឹងធ្វើ